ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube Proti នៅវីដេអូទី7ចូលមកដល់คลิปវីដេអូចំណេះដឹងទី7នេះដែរខ្ញុំសូមធ្វើការបង្ហាញបងប្អូននឹងពីរបៀបបញ្ចូលលុយទូរស័ព្ទតាមរយៈគណនី ABA Bank ពេលដែលបងប្អូនបើអស់លុយអ៊ីនធឺណិតបងប្អូនអាចចូលមកទិញបាកាតទូរស័ព្ទហ្នឹងតាមរយៈធនាគារ ABA Bank ឬមួយក៏ធនាគារផ្សេងបានប៉ុន្តែគឺលើកលែងតែប្រព័ន្ធ Smart ហើយនឹងM Phone ទេចំពោះបងប្អូនប្រើShare Card ដូចជាចូលមកទិញអត់បានទេពេលដែលបងប្អូនដាច់លុយអ៊ីនធឺណិតហ្នឹងតើតើខ្ចីទូរស័ព្ទបានអ្នកដទៃបាទ Share Wi-Fi មួយផ្លែតណាបាទលើសូមធ្វើការបែរកាមេរ៉ាបន្តិចដើម្បីធ្វើការបង្ហាញបងប្អូនលម្អិតនៅលើទូរស័ព្ទដៃតែម្ដងបាទជាដំបូងខ្ញុំឲ្យបងប្អូនមើលលើអ៊ីនធឺណិតរបស់ខ្ញុំសិនពេលដែលខ្ញុំបើកចូលមក YouTube គឺបើកអត់ដើរទេណាបាទនេះខ្ញុំបើក 4G ពិតមែនប៉ុន្តែបាទលុយអ៊ីនធឺណិតគឺអស់ហើយអញ្ចឹងហើយគឺបើក YouTube គឺអត់ដើរទេប៉ុន្តែគឺខ្ញុំអាចចូលទិញកាតបាទទូរស័ព្ទហ្នឹងតាមរយៈធនាគារបាទ ABA Bank បានណាបាទខ្ញុំចូលមកក្នុងបាទធនាគារបាទ ABA មកចំពោះបងប្អូនប្រើប្រាស់ប្រព័ន្ធ Smart ហើយនឹងបាទ M Phone គឺលើកលែងពេលបងប្អូនចូលមកទិញកាតគឺអាចទិញបានធម្មតាណាបាទរួចចាំបងប្អូនរកមើលពាក្យថាបាទទូទាត់នេះបាទជិះបន្តុកចូលមកបាទរួចចាំបងប្អូនធ្វើការបញ្ចូលលេខកូដ4ខ្ទង់នៅក្នុងគណនីរបស់បងប្អូនឬមួយបងប្អូនបាទបើកមុខងារ scan ក្រយៅដៃបងប្អូនធ្វើការ scan ក្រយៅដៃពុកមកបាទពេលបងប្អូនចូលមកទិញកាតវារៀង slow ជាងពេលបងប្អូនបាទមានលុយបាទពេលអស់លុយអញ្ចឹងណាបាទរួចហើយបងប្អូនរកមើលបាទនិមិត្តសញ្ញាដូចជាបាទទូរស័ព្ទនេះបាទឬក៏ call ណាបាទហើយគេដាក់ថាបញ្ចូលលុយទូរស័ព្ទបាទចុចបន្តុកចូលមកនេះមានបាទ4ប្រព័ន្ធឃើញមាន smart បាទហើយនឹងបាទ Share Card បាទ M Phone ហើយមួយទៀតបាទដូចជាបាទខ្ញុំមិនដែលប្រើទេដូចចឹងអត់ស្គាល់បងប្អូនណាបាទរួចហើយចុចបន្តុកចូលមកបាទម្ដងនេះបងប្អូនត្រូវតែបាទផ្លាស់ប្ដូរទៅបាទគណនីដុល្លារឬមួយក៏បងប្អូនអត់មានលុយដុល្លារទេបងប្អូនអាចទិញបាទជាលុយខ្មែរឲ្យគេកាត់កតុយទៅណាប៉ុន្តែគឺខ្ញុំមានគណនីបាទដុល្លារឬក៏មានលុយដុល្លារហ្នឹងខ្ញុំ select យកនៅខាងលើនេះបាទឃើញព្រួយគេដាក់ថាបាទជ្រើសរើសបាទគណនីរបស់អ្នកចុចបន្តុកចូលមករួចហើយជ្រើសរើសយកគណនីដុល្លារនៅខាងក្រោមហ្នឹងណាបាទ USD បាទជាប់គណនីដុល្លារបែបនេះហើយរួចហើយបងប្អូនណាបើសិនជាបាទបងប្អូនប្រើប្រាស់នៅលើប្រព័ន្ធអីបងប្អូនធ្វើការវាយមកណាបាទឥឡូវខ្ញុំសូមវាយមកបាទបងប្អូនបាទលេខទូរស័ព្ទរបស់ខ្ញុំបាទរួចហើយបងប្អូនធ្វើការបញ្ចូលចំនួនទឹកប្រាក់ហ្នឹងមកណាបាទទឹកប្រាក់បងប្អូនអាចធ្វើការបញ្ចូលបាទចាប់ពីបាទ$1បាទទៅដល់$50នៅក្រោមនេះគេដាក់ថា0បាទចុច50ទៀតណាបាទអញ្ចឹងសម្រាប់ខ្ញុំយើងជ្រើសរើសយក$1នេះមកនេះទៅខាងក្រោមហ្នឹងណាបាទគេមានឲ្យយើងជ្រើសរើសសាប់បាទ0បាទអានេះ50សេនបាទ$1បាទ$2ហើយនឹងបាទ$5ឬក៏$10អញ្ចឹងឲ្យទៅណាបាទលើចុច$1មកបងប្អូនត្រូវតែប្រយ័ត្នណាបងប្អូនណាបាទមានបងប្អូនខ្លះគឺគាត់បាទចុច$1ប៉ុន្តែគាត់ថែមលេខ02អញ្ចឹងស្មើមួយបាទ$100ហើយបាទគឺមិនមែនបាទមិនមែន$1ទេណាបាទរួចហើយបងប្អូនមើលខាងក្រោមនេះគេដាក់ថាបាទទូទាត់ឥឡូវបាទ1.00 USD បាទរួចហើយបងប្អូនធ្វើការបាទចុចបាទអក្សរពណ៌សដែលហ៊ុំព័ទ្ធដោយពណ៌ក្រហមហ្នឹងមកបាទដែលមានពាក្យថាទូទាត់ឥឡូវបាទម្ដងនេះបងប្អូនបាទគេឲ្យយើងធ្វើការផ្ទៀងផ្ទាត់មើលលេខទូរស័ព្ទម្ដងទៀតបាទ081 81 946ត្រឹមត្រូវរួចហើយចុចបាទអក្សរក្រហមអក្សរពណ៌សដែលហ៊ុំព័ទ្ធដោយពណ៌ក្រហមនៅក្រោមហ្នឹងមកតែមានពាក្យថាបញ្ជាក់ហ្នឹងណាបាទរួចហើយចុចបន្តុកចូលមកបាទម្ដងនេះបងប្អូនបញ្ចូលលេខកូដ4ខ្ទង់នៅក្នុងគណនីបាទ ABA របស់បងប្អូនមកសូមធ្វើការលាក់បន្តិចបាទបងប្អូនខ្ញុំបានធ្វើការបញ្ចូលហើយបាទខុសស្ទុយដែរបងប្អូននេះបាទលេខទូរស័ព្ទរបស់ខ្ញុំបាទនេះផ្ញើមកនេះបាទប៉ាក់មកបាទ Smart បាទអ្នកបញ្ចូលលុយបាទ$1បាទសរុប$1បាទអញ្ចឹងពេលបងប្អូនធ្វើការបាទដូរដោយអូតូបាទពេលនោះនឹងចូលដោយដូរអូតូ direct តែម្ដងលើចូលមកឆែកលុយមើលតើបានដូរនៅបាទស៊ី1បាទកាត់ទៅអស់ហើយបាទ00នេះបាទរួចហើយខ្ញុំចូលមកកន្លែងអ៊ីនធឺណិតសារថ្មីមកឬក៏បាទសារហ្នឹងបងចូលមកសារណាបាទចូលមើលសារមើលបាទនេះ Smart បាទបងប្អូនបានបាទ
8 ចុចបាទ192 MB បាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនហើយមុននឹងឃ្លីបបងប្អូនទៅក៏សូមជូនពរជូនជ័យដល់បងប្អូនរកទទួលទីមានបានហើយបើសិនជារកការនិយាយស្ដីរបស់ខ្ញុំមានលើសលុបខ្វះខាតត្រង់ចំណុចណាខ្ញុំបាទក៏សូមកាន់តែអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនផងបាទនេះពីនេះដែរខ្ញុំបាទក៏សូមអរគុណការជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ